សូមស្វាគមន៍មកកាន់កម្មវិធីចម្លើយសម្រាប់ថ្ងៃនេះចែករំលែកនៅចំណេះដឹងសំខាន់ចម្លើយជាក់ស្ដែងចំពោះបញ្ហាជួបប្រទះក្នុងជីវិតរស់នៅប្រចាំថ្ងៃបទពិសោធន៍ពិតដែលនិយាយអំពីជីវិតរបស់យើងសពថ្ងៃការតស៊ូផ្ទាល់ខ្លួនបញ្ហាប្រឈមនៅក្នុងគ្រួសារព្រះជាម្ចាស់នៅតែធ្វើការក្នុងជីវិតប្រចាំថ្ងៃរបស់យើងផ្ដល់ក្តីសង្ឃឹមនិងទិសដៅសូមគោរពនឹងជម្រាបសួរប្រិយមិត្តទាំងអស់របស់វិទ្យុគ្រួសារស្វាគមន៍សាជាថ្មីមកកាន់កម្មវិធីចម្លើយសម្រាប់ថ្ងៃនេះកម្មវិធីចម្លើយសម្រាប់ថ្ងៃនេះគឺជាកម្មវិធីខ្លីមួយដែលអាចជួយឲ្យជីវិតរបស់លោកអ្នកកាន់តែប្រសើរឡើងកម្មវិធីយើងថ្ងៃនេះនឹងលើកយកនៅប្រធានបទមួយគឺតើពិតជាមានព្រះជាម្ចាស់មួយអង្គមែនទេតើអ្នកយល់ដូចម្ដេចចំពោះពាក្យមួយឃ្លានេះតើអ្នកជឿថាពិតជាមានព្រះជាម្ចាស់មួយអង្គដែរឬទេមនុស្សជាច្រើននិយាយថាគ្មានព្រះជាម្ចាស់ទេហើយព្រះគម្ពីរបញ្ជាក់ថាមនុស្សល្ងងខ្លៅគិតក្នុងចិត្តថាគ្មានព្រះទេព្រះគម្ពីរទំនុកដំកើងជំពូក14ខ1ចម្លើយសម្រាប់សំណួររបស់យើងគឺថាមែនហើយពិតជាមានព្រះជាម្ចាស់មួយអង្គមែនយ៉ាងហោចណាស់មានរបៀប5យ៉ាងដែលយើងអាចដឹងថាមានព្រះជាម្ចាស់មួយអង្គទី1ព្រះគម្ពីរប្រាប់យើងថាមានព្រះជាម្ចាស់មួយអង្គទី2ផែនដីជុំវិញយើងនិងផ្ទៃមេឃប្រាប់យើងថាមានព្រះជាម្ចាស់មួយអង្គទី3ព្រះយេស៊ូវបានបង្ហាញយើងថាមានព្រះជាម្ចាស់មួយអង្គទី4មនសិការរបស់យើងប្រាប់យើងថាមានព្រះជាម្ចាស់មួយអង្គទី5បទពិសោធន៍តខ្លួនរបស់យើងប្រាប់យើងថាយើងមានព្រះជាម្ចាស់មួយអង្គព្រះគម្ពីរប្រាប់យើងថាមានព្រះជាម្ចាស់មួយអង្គព្រះគម្ពីរគឺជាព្រះបន្ទូលនៃព្រះគម្ពីរគឺជាការពិតហើយយើងអាចទុកចិត្តលើព្រះគម្ពីរបាននៅក្នុងព្រះគម្ពីរទាំងមូលយើងរៀនបានថាព្រះជាម្ចាស់ពិតជាមានមែនហើយព្រះអង្គមានព្រះវត្តមានគង់នៅព្រះគម្ពីរហៅព្រះជាម្ចាស់ជាព្រះវរបិតាដ៏គង់នៅអកលព្រះគម្ពីរអេសាយជំពូក9ខ6យើងក៏ឃើញនៅក្នុងព្រះគម្ពីរផងដែរថាមុនពេលភ្នំទាំងឡាយបានកើតឡើងឬមុនពេលព្រះអង្គបង្កើតផែនដីនិងពិភពលោកមកចាប់តាំងពីអកលរហូតដល់អកលគឺព្រះអង្គហើយជាព្រះគម្ពីរលោកុបាទជំពូក90ខ2ព្រះជាម្ចាស់មានព្រះវត្តមានគង់នៅជានិច្ចគ្មានពេលណាមួយនៃព្រះអង្គដែលមិនមានព្រះវត្តមានគង់នៅនោះឡើយផែនដីជុំវិញយើងនិងផ្ទៃមេឃប្រាប់យើងថាមានព្រះជាម្ចាស់មួយអង្គព្រះគម្ពីរចែងថាផ្ទៃមេឃថ្លែងពីសេរីល្អនៃព្រះហើយលំហអាកាសប្រកាសពីស្នាមព្រះហស្ថរបស់ព្រះអង្គថ្ងៃមួយដំណាលប្រាប់ថ្ងៃមួយទៀតថាហើយយប់មួយក៏សម្ដែងប្រាប់យប់មួយទៀតឲ្យបានដឹងមិនមែនដោយភាសាឬពាក្យសម្ដីឬដោយសំឡេងនៃការទាំងនោះឡើយប៉ុន្តែសំឡេងរបស់ទាំងនោះចេញទៅពីពេញលើផែនដីហើយពាក្យនៃរបស់ទាំងនោះលាន់ទៅដល់ជើងមេឃលោកុបាទជំពូក19ខ1ដល់ខ4ផ្ទៃមេឃថ្លែងជាភាសាមួយដែលមនុស្សគ្រប់គ្នានៅលើផែនដីនេះអាចចេះនិងអាចយល់បានយើងអាចឃើញពីភាពស្រស់ស្អាតនិងភាពអស្ចារ្យនៃរបស់សពសារពើហើយដឹងថានោះជាស្នាមព្រះហស្ថរបស់ព្រះចាប់តាំងពីផ្កាយតូចមួយរហូតដល់វងតារានៅលើមេឃគ្រប់យ៉ាងសុទ្ធតែប្រាប់យើងថាមានព្រះមួយអង្គយើងអាចដឹងយ៉ាងហោចណាស់ពីរឿងពីរយ៉ាងអំពីព្រះជាម្ចាស់ចេញពីការសង្កេតមើលការបង្កើតរបស់ព្រះគម្ពីរបញ្ជាក់ថាតាំងពីកំណើតពិភពលោកមកព្រះចេស្តាដ៏អកលនិងនិស្ស័យជាព្រះរបស់ព្រះអង្គដែលទោះជាគេមើលមិនឃើញក្តីនោះក៏បានបង្ហាញឲ្យឃើញច្បាស់ហើយយល់បានតាមរយៈអ្វីដែលព្រះអង្គបង្កើតមកដែរដូច្នេះគេមិនអាចដោះសារបានឡើយព្រះគម្ពីររ៉ូមជំពូក1ខ20ដោយមើលទៅកាន់ភាពអស្ចារ្យនិងភាពស្រស់ស្អាតនៃផ្ទៃមេឃយើងដឹងថាព្រះជាម្ចាស់គឺមានពិតហើយដឹងទៀតថាព្រះអង្គមានគ្រប់ទាំងព្រះចេស្តាឧបមាថាបុរសម្នាក់ក៏ដើរតាមផ្លូវឃើញនាឡិកាដ៏ភ្លឺចាំងមួយនៅលើដីគាត់បានរើសនាឡិកានោះ
ព្រោះឃើញថាវានៅដើរបានធម្មតាបុរសនោះច្បាស់ជាដឹងយ៉ាងប្រកបថាមានមនុស្សម្នាក់បានបង្កើតនាឡិកានោះនាឡិកាមានអ្នកបង្កើតដូចគ្នាដែរបងប្អូននៅពេលដែលយើងឃើញពិភពលោកដ៏ស្រស់ស្អាតមួយដែលយើងរស់នៅឃើញពីភាពអស្ចារ្យនៃជ្រលងភ្នំនានាព្រមទាំងភាពស្រស់ស្អាតនៃទន្លេសមុទ្រយើងអាចដឹងច្បាស់ថារបស់សពសារពើនោះមានអ្នកបង្កើតព្រះគម្ពីរប្រាប់យើងថាអ្នកបង្កើតនោះគឺជាព្រះជាម្ចាស់ដោយផ្ទាល់ព្រះអង្គព្រះគម្ពីរចាប់ផ្ដើមប្រកាសថាកាលដើមដំបូងឡើយព្រះបានបង្កើតផ្ទៃមេឃនិងផែនដីព្រះគម្ពីរលោកុបាទចំពុក1ខ1តាមរយៈព្រះជន្មការសគត់និងការរស់ឡើងវិញរបស់ព្រះយេស៊ូវយើងអាចដឹងថាមានព្រះជាម្ចាស់មួយអង្គដោយហៅព្រះយេស៊ូវជាព្រះបន្ទូលព្រះគម្ពីរចែងថាកាលដើមដំបូងមានព្រះបន្ទូលគង់នៅជាមួយព្រះហើយព្រះបន្ទូលនោះឯងជាព្រះបន្ទូលបានត្រឡប់ជាសាច់ឈាមហើយគង់នៅក្នុងចំណោមយើងព្រះគម្ពីរយ៉ូហានជំពូក1ខ1ខ14ព្រះយេស៊ូវបានរស់នៅជីវិតមួយដែលគ្មានបាបបានធ្វើការអស្ចារ្យជាច្រើនហើយនៅថ្ងៃទី3បន្ទាប់ពីការឆ្កាងព្រះអង្គរស់ឡើងវិញពីសគត់ព្រះយេស៊ូវមានព្រះបន្ទូលទៅពួកសិស្សថាអ្នកណាបានឃើញខ្ញុំអ្នកនោះក៏បានឃើញព្រះវរបិតាដែរព្រះគម្ពីរយ៉ូហានជំពូក14ខ9ប្រិយមិត្តអ្នកស្ដាប់ជាទីមេត្រីមនសិកាយើងក៏ប្រាប់យើងថាមានព្រះជាម្ចាស់មួយអង្គដែរព្រះគម្ពីរចែងថាព្រះអង្គក៏ធ្វើឲ្យចិត្តគេសង្ឃឹមអស់កលទៅមុខព្រះគម្ពីរសាស្តាជំពូក3ខ11ព្រះបានដាក់ការដឹងអំពីប្រវត្តិមានរបស់ទ្រង់នៅខាងក្នុងចិត្តយើងអ្នកខ្លះហៅថាជាមនសិការបស់យើងធ្វើបន្ទាប់ពីបទដ្ឋានខាងលើសិលធម៌របស់ព្រះនិងពីប្រវត្តិមានរបស់ទ្រង់មនុស្សពីគ្រប់សម័យកាលនិងគ្រប់វប្បធម៌មានទំនោរចង់ថ្វាយបង្គំទោះបីជាពួកគេមិនស្គាល់ព្រះជាម្ចាស់ក៏ដោយអំពើបាបបានបំភ្លៃការដឹងអំពីព្រះជាម្ចាស់នៅក្នុងយើងហើយនោះជាមូលហេតុដែលមនុស្សក្រាបថ្វាយបង្គំរូបសំណាកនិងព្រះក្លែងក្លាយផ្សេងទៀតរបៀបមួយដែលយើងអាចដឹងថាមានព្រះជាម្ចាស់មួយអង្គនោះគឺតាមរយៈបទពិសោធន៍ផ្ទាល់ខ្លួនរបស់យើងតាំងពីខ្លាចជាអ្នកដើរតាមព្រះយេស៊ូវមកខ្ញុំមានទំនាក់ទំនងផ្ទាល់ជាមួយព្រះអង្គបានប្រទានសេចក្តីសុខសាន្តសេចក្តីសង្ឃឹមនិងការធានាអះអាងដល់ជីវិតខ្ញុំទ្រង់ជួយខ្ញុំនៅពេលខ្ញុំជួបការលំបាកនិងការលំបងលោនៃជីវិតទ្រង់បានឆ្លើយតបពីអធិដ្ឋានជាច្រើនរបស់ខ្ញុំដឹងយ៉ាងប្រកបថាមានព្រះជាម្ចាស់មួយអង្គមែនហើយពិតជាមានព្រះជាម្ចាស់មួយអង្គមែនយើងដឹងបែបនេះតាមរយៈព្រះគម្ពីរដែលជាព្រះបន្ទូលរបស់ទ្រង់យើងដឹងបែបនេះចេញពីចក្រវាឡដែលព្រះបានបង្កើតមកហើយយើងដឹងបែបនេះចេញពីព្រះជន្មរបស់ព្រះយេស៊ូវយើងដឹងបែបនេះព្រោះតែព្រះអង្គបានដាក់នៅក្នុងយើងនៅការដឹងអំពីប្រវត្តិមានរបស់ទ្រង់ហើយយើងដឹងបែបនេះតាមរយៈបទពិសោធន៍តខ្លួនរបស់យើងនៅពេលដែលយើងទុកចិត្តទ្រង់និងប្រកបគ្នាជាមួយទ្រង់ខ្ញុំជឿថាអ្នកនឹងដឹងពីវត្តមានរបស់ព្រះនៅក្នុងជីវិតប្រចាំថ្ងៃរបស់អ្នកអាចនិយាយជាមួយទ្រង់បានគ្រប់ពេលវេលាខ្ញុំសង្ឃឹមថាប្រិយមិត្តអ្នកស្ដាប់នឹងបន្តស្ដាប់កម្មវិធីចម្លើយជីវិតជារៀងរាល់ថ្ងៃនៃជីវិតរបស់អ្នកជួបគ្នានៅកម្មវិធីក្រោយប៉ុន្តែសូមចាំថាព្រះជាម្ចាស់ស្រឡាញ់អ្នក